រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូដ៏សំខាន់នៅក្នុងការអភិវឌ្ឍប្រទេស។ ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានបញ្ជាក់ថារាជរដ្ឋាភិបាលនៅតែផ្ដល់ការយកចិត្តទុកដាក់និងគាំទ្រវិស័យឯកជនក្នុងនាមជាដៃគូដ៏សំខាន់សម្រាប់ការបង្កើតការងារជំរុញការវិនិយោគនិងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិខណៈវិស័យនេះកំពុងដើរតួនាទីកាន់តែសំខាន់នៅក្នុងការពង្រីកសកម្មភាពផលិតកម្មនិងការងារជូនប្រជាពលរដ្ឋមានប្រសាសន៍នៅក្នុងឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាចុះទស្សនកិច្ចនៅរោងចក្រជីបម៉ុងស៊ីម៉ុងអូតស្ថិតនៅក្នុងស្រុកបន្ទាយមាសខេត្តកំពតនារសៀលថ្ងៃទី24ខែសីហាឆ្នាំ2026ឯកឧត្តមសុនចន្ទថុលបានលើកឡើងថារាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចថាបតីហ៊ុនម៉ាណែតនៅតែបន្តគិតគូរនិងយកចិត្តទុកដាក់ចំពោះវិស័យឯកជនព្រោះជាដៃគូសំខាន់នៅក្នុងការបង្កើតការងារនិងចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេស។ រដ្ឋាភិបាលក្រោមការដឹកនាំឈ្លាសវៃរបស់សម្ដេចទឹកដីគឺយកចិត្តទុកដាក់ក្នុងការតំណាក់តំណងជាមួយផ្នែកឯកជនសម្រាប់ផ្នែកឯកជនជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការបង្កើតការងារជូនប្រជាពលរដ្ឋយើងធ្វើដើម្បីចូលរួមvớiរដ្ឋាភិបាលកសាងប្រទេសជាតិមាតុភូមិរបស់យើងរដ្ឋាភិបាលយើងមិនអាចកសាងប្រទេសដោយគ្មានដៃគូដ៏សំខាន់គឺផ្នែកឯកជនហ្នឹងឯងយើងមានដៃគូអភិវឌ្ឍប្រទេសមួយចំនួនប៉ុន្តែដៃគូផ្នែកឯកជនសំខាន់ណាស់តែមកគុណណាស់ដែលកុំជិតមុំបានដាក់ទុនជាង$300 លានបង្កើតរោងចក្រនេះហើយបំរុងនឹងបង្កើតឡើងពី$300 លានថែមទៀតបាទហើយសង្ឃឹមថា demand របស់យើងតម្រូវការរបស់យើងកើតឡើងដែរបាទយើងទៅបង្កើតផលិតពីសំណង់គាត់អត់មានតម្រូវការក៏មិនដឹងយកទៅធ្វើអីដែរពីផងនេះអញ្ចឹងសង្ឃឹមថានេះសេដ្ឋកិច្ចជាតិមានការរីកចម្រើនមានគម្រោងច្រើនទៀតឬសាងសង់សណ្ឋាគារសាងសង់ផ្សេងៗក៏ត្រូវការសំណង់ដែរបាទអញ្ចឹងសង្ឃឹមថាអញ្ចឹងសប្តាហ៍នេះ demand តម្រូវការ10 លានតោនក្នុងមួយឆ្នាំប៉ុន្តែ supply យើងពី10 លានជីបម៉ុងអូតអាចផលិតបានថែមមួយឡាយទៀត2 លានទៀតបាទ2 លានទៀតអញ្ចឹងវា capacity យើងវាឡើង4-10 លានណាអញ្ចឹងមានការលើសតម្រូវការអញ្ចឹងអាចយកទៅលក់ទៅបរទេសបានជាការល្អក៏ទោះយ៉ាងណាក៏ដោយយើងខ្ញុំនៅក្រមសាវកកម្ពុជារាជរដ្ឋាភិបាលខំប្រឹងប្រែងដើរទៅថាតាក់ទាញវិនិយោគបរទេសមកដាក់ទុននៅកម្ពុជាយើងដើម្បីបង្កើតការងារដោយត្រូវការស៊ីម៉ងនេះយើងបង្កើតរោងចក្រត្រូវការស៊ីម៉ងហ្នឹងចឹងនៅតែបន្តទៅតាក់មួយជាភាសាសាមញ្ញទៅតាក់មួយនៅបរទេសញ៉ាលៀបពើធ្លាប់ទៅខ្ញុំប្រហែលដងដែរក្នុងការតាក់មួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្តថានៅឆ្នាំ2024ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន414គម្រោងខណៈឆ្នាំ2025មានចំនួន630គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ$10,000 លានប៉ុន្តែសម្រាប់ឆ្នាំ2026គិតត្រឹមសប្តាហ៍មុនកអកបានអនុម័ត221គម្រោងមានទុនវិនិយោគប្រមាណ$5,000 លាននិងអាចបង្កើតការងារប្រមាណ143,000កន្លែងខណៈការប៉ាន់ស្មានដល់ដំណាច់ឆ្នាំអាចមានគម្រោងវិនិយោគសរុបជាង300គម្រោងការថយចុះនេះគឺដោយសារវិបត្តិសង្គ្រាមនៅមជ្ឈមបូព៌ាវិបត្តិជម្លោះព្រំដែនកម្ពុជាថៃនិងផលជះនៃវិបត្តិអនឡាញស្កេមជាដើមតែរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់គៀងគរអ្នកវិនិយោគមកបន្ថែមទៀតតាមរយៈការធ្វើកំណែទម្រង់ផ្សេងៗរបស់កអកពិសេសរងចាំជួយសម្រួលដល់វិស័យឯកជនរាល់បញ្ហាលំបាកនិងក្តីកង្វល់ផ្សេងអ្នកអង្គការលៀងពៅអគ្គនាយកក្រុមហ៊ុនជីបម៉ុង NCC Men បានឲ្យដឹងថាកន្លងមកក្រុមហ៊ុនបានវិនិយោគទុនជាង$300 លានហើយគម្រោងពង្រីកខ្សែសង្វាក់ផលិតកម្មទី2ដែលមានសមត្ថភាពផលិតប្រមាណ1.5 ដងនៃខ្សែផលិតកម្មទី1ដែលត្រូវការទុនបន្ថែមប្រមាណ$300 ទៅ$350 លានដើម្បីបំពាក់បច្ចេកវិទ្យាទំនើប
ប្រព័ន្ធ Digital និងបញ្ញាសិប្បនិម្មិត AI សម្រាប់គ្រប់គ្រងប្រព័ន្ធផលិតកម្ម ការពង្រីកផលិតកម្មនេះក៏មានគោលបំណងបង្កើនសមត្ថភាពផលិតស៊ីម៉ង់ត៍នៅក្នុងស្រុកដើម្បីឆ្លើយតបតម្រូវការទីផ្សារនិងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេសខណៈដែលរោងចក្រស៊ីម៉ង់ត៍អូតបានទទួលវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិថាមានផលប៉ះពាល់ដល់បរិស្ថានតិចបំផុត ក្រុមហ៊ុនជីមុំក៏ពិតជាមានមរណភាពមួយដែរដោយសារការទាញយកនៃធម្មពលប្រើវិញដល់អស្ចារ្យដែលធ្វើឲ្យមានការផលប៉ះពាល់ទឹកវិហកនៅក្នុងបរិស្ថានរបស់យើងក្រុមហ៊ុនជីមុំស្មងអូស្មងវិញក៏ទទួលបានវិញ្ញាបនបត្រហៅថា EPD ដែលហៅថាយើងអាចហៅថាជា environmental product declaration ដែលជា certificate នេះដែលបញ្ជាក់ថាក្រុមហ៊ុនរបស់យើងគឺផលិតស៊ីម៉ង់ត៍ដែលមានផលប៉ះពាល់តិចបំផុតទៅនឹងបរិស្ថានដែលយើងហៅថា small carbon footprint ក្នុងការផលិតស៊ីម៉ង់ត៍នៅទីនេះ អ្នកអង្គការលៀងពៅបានបន្ថែមថាក្រៅពីការវិនិយោគនិងបង្កើតការងារក្រុមហ៊ុនក៏បានចូលរួមនៅក្នុងសកម្មភាពសង្គមតាមរយៈកិច្ចសហការជាមួយរាជរដ្ឋាភិបាលកាកបាទក្រហមកម្ពុជានិងមន្ទីរពេទ្យនានាដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាតនិងជួបការលំបាកដោយទឹកប្រាក់សរុបជិត$44 លានហើយនៅក្នុងអំឡុងពេលមានចំនួនព្រំដែនកម្ពុជាថៃក្រុមហ៊ុនក៏បានចូលរួមបរិច្ចាគប្រមាណ$9 លានដើម្បីឧបត្ថម្ភគាំទ្រកងទ័ពជួរមុខជនភៀសសឹកនិងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រវ៉ាត់ព្រំដែនផងដែរ។